Hello អ្នកនរគ្នាស្វាគមន៍មកកាន់ Channel ជាខ្ញុំទេចឹងផងដែរខ្ញុំនឹងធ្វើការបរៀនអ្នកនរគ្នាពីរបៀបដាក់ S3 F4 ក៏ដូចជាដាក់ rune ដាក់អីផ្សេងៗទៀតនៅក្នុង Mojang Ledger ដោយមិនបាច់ចាំបាច់ប្រើ mod ទេចឹងអ្នកនរគ្នាឆ្លៃឆ្ងល់ចុំដាក់ម៉េចវាមិនតែណាប្រើ mod ចឹងឥឡូវថ្ងៃនេះខ្ញុំធ្វើការមកបង្រៀនអ្នកនរគ្នាពីរបៀបដាក់ F4 ដូចជាអីផ្សេងៗជាច្រើនទៀតចឹងអ្នកនរគ្នាចូលមកមើលវីដេអូនេះកុំភ្លេច like and subscribe អ្នកមួយផងដើម្បីឲ្យយើងបាន50នាក់ subscriber ចឹងYes enjoy it to the video ឥឡូវជាដំបូងអ្នកគ្នាចូលមក challenge អ្នកនរគ្នាមកតមកអ្នកនរគ្នាធ្វើការចុចនៅកន្លែងនេះកន្លែងចិត្តឈ្មោះរបស់យើងនឹងនៅបន្ទាត់ឈ្មោះរបស់យើងចុចកន្លែងហ្នឹងមកតើអ្នកគ្នាជ្រើសរើសពាក្យនេះកន្លែងមុនដំបូងកន្លែងទី2គឺ control អីហ្នឹងអ្នកគ្នាឲ្យនេះសេរីតាមហ្នឹងមកសេរីម៉ៅដល់គ្នាម៉ៅខ្ញុំចង់ដាក់ម៉ៅត្រឹម60អាហ្នឹងចំណងចិត្តចង់ដាក់មែនដាក់ទៅសម្រាប់ម៉ៅ speed ខ្ញុំដាក់ត្រឹម200បានហ្នឹងហើយកុំឲ្យវាលឿនពេកចាអ្នកគ្នាដាក់តាមចំណងចិត្តមិនដាក់តាមខ្ញុំក៏បានដាក់តាមខ្ញុំក៏បានដែរហ្នឹងហើយអ្នកគ្នាអាចដាក់តែប៉ុណ្ណឹងបានហ្នឹងហើយមកអ្នកគ្នាចូលទៅកាន់កន្លែងនេះអីអ្នកគ្នាធ្វើការសេរី FS ឲ្យបាននេះ1000ឈប់អ្នកគ្នាចង់ដាក់ម៉ានដាក់ទៅឥឡូវដាក់ម៉ានក៏បានតែឥឡូវយើងចង់សេរី FS ម៉ានឥឡូវខ្ញុំថាប៉ុណ្នេះចុះចាឥឡូវខ្ញុំដាក់ប៉ុណ្ណឹងតមកយើងទៅវិញតមកអ្នកគ្នាធ្វើការចុចអាកន្លែងលើនេះដែលខ្ញុំប្រាប់ហ្នឹងចុចពីលើវាប៉ក់មកវានឹងលោតចេញជាបែបនេះបន្ទាប់ពីវាលោតចេញពីបែបហ្នឹងហើយអ្នកគ្នាធ្វើការចុចអាលើគេនេះបាំងអក្សរនេះទៀតណាទៅបែបដែរនេះអាលើគេហ្នឹងនេះអ្នកគ្នាអាជួរមួយម៉ៅហ្នឹងអ្នកគ្នាចុចមកនឹងឃើញវាជុំចុចអូខេនឹងឃើញបែបនេះចឹងជាដំបូងគេធ្វើការចុចអ្នកគ្នាធ្វើការ delete ពួកនេះកុំតា delete ឥឡូវកុំតា delete ពួកនេះចោលអ្នកគ្នាទុំម្ដុំសិនឥឡូវទុកពួកនេះម្ដុំសិនទៅតមកអ្នកគ្នាធ្វើការលុបពួកនេះចោលលុបទៅ delete វាទាំងអស់ delete វាឲ្យទុកតែនេះទុកតែអោនហ្នឹងបានហើយហ្នឹងហើយទុកតែអោនហ្នឹងបានហើយហ្នឹងហើយអ្នកនរគ្នាអញ្ចឹងគឺដំបូងអ្នកគ្នានឹងវានេះអញ្ចឹងខ្ញុំចង់ដាក់សម្រាប់ដើរហ្នឹងអ្នកគ្នាចុចកន្លែងទី3ណា add joystick ស្អីខ្ញុំមិនសូវចេះអានអង់គ្លេសទេ sorry អញ្ចឹងអ្នកគ្នាវាចេញពីបែបនេះអញ្ចឹងអ្នកគ្នាចុចឡើងហ្នឹងអញ្ចឹងលុបវាវិញគ្រាន់តែចុចកន្លែងខាងឆ្វេងហ្នឹងមកនេះ delete វាចោលទៅតែមកចង់បានវិញខ្ញុំចុចកន្លែងនេះដាក់វិញមកតែមកអ្នកគ្នាធ្វើការចុចលើវាប៉ក់មកអ្នកគ្នានេះវានៅឃើញចេះអ្នកគ្នាអាចសេរីវាចុចដៃមួយបានហើយសេរីវាចង់ធំតូចអីអាស្រ័យទៅលើចិត្តអ្នកគ្នាចង់ធ្វើមិនធ្វើទៅចង់ធំក៏បានតូចក៏បានក៏បានដែរតែសម្រាប់ខ្ញុំគិតថាខ្ញុំមិនបាច់ចាំបាច់យកអីធំពេកទេខ្ញុំយកតែប៉ុណ្្នេះហើយអាពួកចេះ GUI អ្នកគ្នាអាចសេរីដាក់ទៅតាមអ្នកគ្នាចង់ដាក់ទៅសេចក្ដីមកចេះឥឡូវខ្ញុំធ្វើការដាក់នេះមកអូខេហើយកន្លែង scan នេះខ្ញុំធ្វើការមក scan នេះខ្ញុំអត់ចេះអានអង់គ្លេសមិនអញហ្នឹងហើយអញ្ចឹងកន្លែងខ្ញុំធ្វើការសេរីแบบនេះហើយឈប់ទៅមកអូនេះអ្នកខ្ញុំនិយាយប្រាប់យើងក៏អាចសេរីវាឲ្យធំទូចបានដែរនេះយើងសេរីបែបចុចពីលើវាដែរចុចពីលើវាហើយយើងអាចសេរីវាឲ្យធំទូចត្រង់តូចធំអីចឹងទៅនេះទៅចឹងនេះដាក់ណានេះមកតើបាទនេះខ្ញុំសេរីវាប៉ុណ្ណានេះណាគ្នាយើងឈប់សេរីណាខ្ញុំទៅដាក់តែខ្ញុំដាក់ហ្នឹងហើយអ្នកគ្នាជាបន្តទៀតហ្នឹងឯងសេរីខ្លួនឯងទៅអ្នកគ្នាចង់ដាក់ណាដាក់ទៅដាក់ក្តារនេះក៏បាននេះទៅយើងអាចសេរីបានតាមចិត្តហ្មងចង់ដាក់ណាក៏បានដែរហើយតបមកអ្នកគ្នាធ្វើការចុចនៅកន្លែងពីលើវាចឹងមកវានឹងចេញពីបាត់នេះអ្នកគ្នាធ្វើការអូសមកក្រោមចុចកន្លែងអូខេនេះយើងបើកចេះមកនេះតាមដែលខ្ញុំបើកហ្នឹងហើយតបមកអ្នកគ្នាធ្វើការឥឡូវគេអ្នកខ្ញុំនិយាយឃើញវាសនៅជុំវិញហ្នឹងចឹងអ្នកខ្ញុំតែចូលចិត្តចឹងបើក100ឲ្យពេញក៏បានត្រឹម60 50អីប៉ុន្មានក៏បានដែរតាមចំណុចចូលចិត្តសម្រាប់ខ្ញុំបើកត្រឹមខ្ញុំថា25ចុះប៉ុណ្ណឹងវាឈប់លុយហ្នឹងថា30ដាក់37អ្នកគ្នា37វាមកមកអ្នកគ្នាចង់សេរីវាឲ្យនេះវាមូលអញ្ចឹងអ្នកគ្នាអ
សេរីវាមូលឲ្យតាមនឹងបានចង់មូលខ្លះដាក់ធំ100ទៅចង់មូលមុំសេរីវាតាមនឹងយ៉ាសង្ឃឹមថាអ្នកគ្នាយល់ហើយមួយទៀតអ្នកគ្នាចង់ឲ្យវាអាណិតពេកឬក៏មិនអីខ្លាចអ្នកគ្នាថាកុំឲ្យភ្លឺពេកចឹងវាបាំងអេក្រង់ចេញអ្នកគ្នាដាក់អាងឹតបានគ្នាចឹងតែសម្រាប់ខ្ញុំគាត់ថាវាអត់បាំងទេចឹងដាក់មកពេញ100មកតមកអាកន្លែងនេះគឺកន្លែង color អាលើនេះអ្នកគ្នាបាច់មើលទេគឺញ៉ាត់អត់ចោលទេអើយអញទៅចេញស្អីណាអញជឿហើយហ្នឹងហើយបន្ទាប់ទៀតbackground color ហ្នឹងអ្នកគ្នាចុចលើវាមកតមកនេះbackground ហ្នឹងនេះយើងដាក់នៅកណ្ដាលចង់ដាក់ក្រហមដាក់សដាក់អីទៅតាមចំណង់ចំណូលចិត្តចង់ដាក់អីដាក់ពណ៌ណាដាក់ទៅនេះសេរីតាមសេរីតាមទៅខ្ញុំដាក់ពណ៌ណាបានខ្ញុំគ្រាន់តែបង្ហាញជូនអ្នកគ្នាទេតមកប៉ុណ្ណឹងមកអ្នកគ្នាធ្វើការចុចកន្លែងពាក្យបន្ទាប់ពី background color ហ្នឹងហើយនេះមានចែកអ្នកគ្នាអាចនេះដាក់ខ្សែបន្ទាត់វាដាក់ពណ៌ក្រហមដាក់អីដាក់សដាក់អីទៅដាក់សចឹងហើយមានអារម្មណ៍ថាសវាសាមញ្ញស្អាតហ្នឹងហើយប៉ុណ្ណឹងអ្នកគ្នានេះកន្លែង skin អ្នកសេរីដូចតែគ្នានឹងឲ្យនេះគ្នាដូចតែគ្នាទេចឹងអ្នកគ្នាចេះតែមួយគឺអត់មានចេះទៅអីហ្នឹងហើយមួយទៀតឥឡូវនេះគឺយើងចូលមកដល់កលៈសំខាន់នេះគឺជាកលៈដែលបង្កើត F3 F4 ដែលអត់ប្រើម៉ូដចឹងឥឡូវនេះជាដំបូងអ្នកគ្នាចុចកន្លែងដែលខ្ញុំប្រាប់ឲ្យចុចដំបូងមកអ្នកគ្នាចុចលើគេនេះ add pattern ស្អីខ្ញុំចាក់ហ្នឹងលេទេមកដាក់វានឹងចេញជាអក្សរ new แบบនេះចុចលើ new ហ្នឹងតមកអ្នកគ្នាធ្វើការដូរ name វាដាក់ទៅជា F3 ច្រឡំ F3 F4 តមកអ្នកគ្នានៅលើគេអ្នកគ្នាធ្វើការទៅចុចនៅកន្លែងពីលើនេះចុចពីបន្ទាប់ពីខ្ញុំផ្លេចហើយណាចុចបន្ទាប់ពីនេះវាកុនម៉ាត93 កុន93នេះចុចពីកន្លែង mapping ហ្នឹងហើយហើយខ្ញុំអានត្រូវហើយអាន sorry ដែរអញ្ចឹង mapping ហ្នឹងអ្នកគ្នាចុចពីលើអាហ្នឹងណាតមកអ្នកគ្នាអូសទៅរក F3 នេះអ្នកគ្នាដាក់ F3 ហ្នឹងមកតមកដាក់ឥឡូវខ្ញុំបញ្ជាក់សិនបើសិនអ្នកគ្នាដាក់កន្លែង mapping នឹងខុសក៏អ្នកគ្នាអាចប្រើ F3 F4 បានជោគជ័យដែរចឹងឥឡូវបានដំណើរការយើងនិយាយចាំមកដំណើរការដែរហ្នឹងហើយអ្នកគ្នាធ្វើការឲ្យគៀន mapping ហ្នឹងអាកន្លែងយើងដាក់ F3 ហ្នឹងឲ្យវាមិនមានខាងស្ដាំមួយទៀតចឹងលេខបូកឲ្យខាងស្ដាំទៀតចឹងយើងចុចដល់លើហ្នឹងមកដល់អ្នកគ្នាធ្វើការអូសទៅរកវិញចង់ប្រាសាយអូតរ F4 ម្ដងដោយសារតែយើងដាក់ F3 បូក F4 អញ្ចឹងដាក់ឲ្យអ្នកគ្នាកុំភ្លេចចុចអាកន្លែងនេះចុចដល់លើគេហ្នឹងdelete bar ស្អីគេហ្នឹងនេះចុចតាមចុចមកចុចអាហ្នឹងរហូតឲ្យយើងបង្កើតអីទៅចុចអាហ្នឹងហើយមកអ្នកគ្នាធ្វើការនេះដាក់លេខអីតាមហ្នឹងបានអ្នកគ្នាអាចដាក់ធំសអីឲ្យដាក់ color ដាក់អីតែខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចង់ដាក់សោះអ្នកគ្នាដាក់ស្អាតមិនអត់ស្អាតទេតែខ្ញុំអត់ចង់ដាក់ចឹងមិនដាក់ហើយយើងការសេរីទៅអ្នកធ្វើហើយចាំអ្នកធ្វើការសេរីវាដាក់នៅកន្លែងណាក៏បានដែរនេះដូចខ្ញុំចង់ដាក់នៅគៀនម៉ៅនេះខ្ញុំដាក់បានហើយចឹង yes គឺដាក់នៅគៀនម៉ៅអ្នកខ្ញុំចង់ដាក់ណាដាក់ទេតែចិត្តទេដាក់គៀនម៉ៅដាក់ណាក៏បានអ្នកដាក់នេះក៏បានដែរហ្នឹងហើយសេចក្ដីចិត្តអ្នកនរគ្នាហើយឥឡូវយើងចូលមកកលៈមួយទៀតគឺជាកលៈរូបគឺរត់ណាគ្នារត់យល់ហើយតមកអ្នកគ្នាមុនដំបូងអ្នកគ្នាទៅកាត់ចុចដល់កន្លែងតែនឹងមកចុចលើពាក្យលើគឺមួយពាក្យហ្នឹងបានគ្នាដូរឈ្មោះដល់លើនេះដាក់ឈ្មោះថាហ្នឹងហើយតមកឥឡូវគេកន្លែង mapping ខ្ញុំប្រាប់ដំបូងអ្នកគ្នាទៅកាត់ដាក់កន្លែងwait ចាំតិចអ្នកគ្នាចាំតិចខ្ញុំហៅពាក្យសិនកន្លែង control ស្អីអញកន្លែងនេះឈប់ចាំតិចខ្ញុំហៅវានេះអ្នកគ្នាក្ររេសស្អីនេះកន្លែងនេះខ្ញុំចុចនេះដាក់ទៅម្ខាងបានហើយដាក់ទៅម្ខាងហ្នឹងបានដាក់ទៅប៉ុណ្្នឹងមកតមកអ្នកគ្នាទៅការចុចអាក្រមនេះកុំភ្លេចឲ្យសោះខ្ញុំដូចខ្ញុំនិយាយចឹងគឺចុចអាក្រមទៅមកហើយតមកអ្នកគ្នាសេរីសោះជំនុំឬក៏ដាក់អាងឹតឬក៏ដាក់មូលដាក់ត្រង់ដាក់ពីដាក់ទៅតមកខ្ញុំថាយើងអាចសេរីវាទូចដែរខ្ញុំគិតថាកុំធំពេកប៉ុណ្ណាតែនេះខ្ញុំមានអារម្មណ៍ថាចង់ដាក់ពណ៌សនេះដើម្បីស្អាតហើយ
កប់រីបាទនេះតខ្ញុំដាក់ចិត្តនេះមកស្រួលច្រើនថាពេលដែលយើងរត់ទៅអាចទៅរងតមកឥឡូវយើងធ្វើការអូមែនកន្លែងនេះហ្នឹងអ្នកគេក៏អាចស្រេយកនេះពណ៌សយកអាណិតយកអីទឹកម៉ាក់អស់យកមួយយកអីក៏បានតែខ្ញុំគិតថាហ្នឹងវាអត់សំខាន់ខ្ញុំចង់ស្រេអញ្ចឹងឥឡូវគឺប៉ុណ្ណឹងហើយសម្រាប់រូនសម្រាប់ Zoom yes Zoom គឺខ្ញុំអត់បានបង្ហាញទេ sorry មែនតើដោយសារតែ Zoom គឺខ្ញុំព្យាយាមហ្វិចវាជាច្រើនដងវានៅតែអត់ដំណើរការខ្ញុំអត់ដឹងអីដែរខ្ញុំខំស្រាវជ្រាវពី Google ឬក៏ YouTube ដែលជនជាតិគេធ្វើហ្នឹងក៏ប៉ុន្តែខ្ញុំអត់ចង់លេទេខ្ញុំចេះតែមើលដៃគេចុចឡើងណាចេះចុចតាមគេហ្នឹងឯងណាគ្នាហ្នឹងឯងតែខ្ញុំស្រាវជ្រាវតែគឺអត់បានទេខ្ញុំឃើញគេដាក់ C គឺ Zoom ហ្នឹងឯងតែខ្ញុំធ្វើទៅវាអត់ដំណើរការវាអត់ Zoom ទៅមុខអញ្ចឹងគាត់ថាតាមតាណាទៅមិនទៅហ្នឹងឯងហើយឥឡូវនេះគឺចូលមកកលៈទីគឺកលៈឈប់ចុចគៀងទៀតនេះខ្ញុំដល់កង់ចុចអាកលៈនិយាយធ្វើអីឲ្យចុចអាកលៈហ្នឹងតោះខ្ញុំទៅកាត់ដាក់អាពាក្យនេះដាក់ពាក្យថាតែច្រឡំខ្ញុំខ្ញុំខ្ញុំថាចាំកាចេះហ្នឹងហើយចុចលើកន្លែង mapping អត់ដែរពាក្យថាទៅរកពាក្យថា back អញ្ចឹងអា back គឺយើងអាចចុចតិចខ្ញុំនឹងបង្ហាញយើងអាចចុចលេខហ្គេមអីបាញ់ហើយកុំភ្លេចចុចឲ្យសោះគឺអាលើនេះតោះមកយើងអាចសេរីវាឲ្យសអីឲ្យមូលអីបាញ់នេះយ៉ាណាខ្ញុំចង់ដាក់ color វាអត់ទេខ្ញុំអត់ដាក់ហ្នឹងឯងដាក់ background color ដាក់ក្រហមគាត់មានពណ៌កញ្ឈូកគួយសែតគូមានតាបាច់ដែរដាក់ពណ៌ក្រហមទៅញ៉ៃតោះឥឡូវគឺប៉ុណ្ណឹងគ្នាចង់ដាក់អីក៏បានដែរទៅចុចទៅកន្លែងហ្នឹងមកខ្ញុំមានសេរីអានេះតាមនឹងតែខ្ញុំបញ្ជាក់ថាអ្នកគ្នាដាក់ណែននៅលើនេះត្រូវមកតែអ្នកគ្នាដាក់ mapping ខុសគឺប្រើអត់បានទេអូខេចឹងឥឡូវតាមខ្ញុំមួយអូខេតមកពីអ្នកនរគ្នាតោះពីអ្នកនិយាយវល់បន្ទាប់ពីអ្នកនរគ្នាបានសេរី setting ឬក៏ដាក់រូនដាក់អីអ្នកនរគ្នាដាក់ F4 S3 អីអ្នកគ្នាចូលចិត្តហើយចង់ដាក់ហើយកុំភ្លេចចុចដល់កន្លែងដែរតមកចុចពាក្យថា save SAVE ហ្នឹងគឺ save តមកអ្នកគ្នាចុចនៅកន្លែង save as អីនេះចុចតាមខ្ញុំមកវានឹងនាំអ្នកគ្នាចេញហើយអ្នកគ្នាការនេះចាំវាឡើយនេះទៅចាំវាឲ្យពេញអានេះខ្ញុំនឹងបង្ហាញជូនអ្នកគ្នាតើវាដំណើរការបែបម៉េចអូខេចាំតិចចាំជួបគ្នានៅពេលនេះ